បាទឥឡូវខ្ញុំធ្វើការឆ្លើយសំណួរបន្តទៀតបាទដោយសារតែសំណួរមាន20សំណួរអញ្ចឹងយើងឆ្លើយបន្ថែម10សំណួរទៀតបាទអំពីអស្ពីដងដែលគេតែងតែសួរញឹកញាប់បាទសំណួរទី11សួរថាតើការសម្ភាសជាមួយក្រុមហ៊ុនអាល្លឺម៉ង់ធ្វើឡើងដោយរបៀបណាបាទចម្លើយគឺភាគច្រើនការសម្ភាសនឹងធ្វើឡើងជាភាសាអាល្លឺម៉ង់ទាំងស្រុងតាមរយៈប្រព័ន្ធអនឡាញដូចជា Zoom ដូចជា Skype ឬមួយក៏ Google Meet ពីប្រទេសកម្ពុជាអញ្ចឹងការដាក់ពាក្យអស្ពីដងហ្នឹងគឺយើងដាក់ពាក្យតាមលក្ខណៈអនឡាញបាទទៅកាន់ក្រុមហ៊ុននីមួយៗដែលយើងពេញចិត្តត្រូវចំណង់ចំណូលចិត្តយើងនៅប្រទេសអាល្លឺម៉ង់ហ្នឹងបាទលេខ12សំណួរទី12បាទតើឯកសារសំខាន់បំផុតអ្វីខ្លះដែលត្រូវមានបាទឯកសារគោលដែលត្រូវមានដូចជាខ្ញុំសូមបើកវងកញ្ចក់បន្តិចយើងបានបញ្ជាក់ថាត្រូវបេក្ខជនត្រូវមានសញ្ញាបត្របាក់ឌុបបាទជាប់បាក់ឌុបបាទជាទូទៅគេអត់សូវខ្វល់បន្ទុកខ្សោយឬខ្លាំងមានន័យថាសិស្សបកែឬសិស្សខ្លាំងអីទេបាទតែធ្វើម៉េចឲ្យជំនាញយើងដាក់ពាក្យទៅសិក្សាហ្នឹងយើងមានបន្ទុកតាមមុខវិជ្ជាមួយហ្នឹងល្អឧទាហរណ៍ថាយើងចាប់អារម្មណ៍មុខវិជ្ជាគិលានុដ្ឋាបាទពាក់ព័ន្ធនឹងវិស័យជំនួយការដុកទ័រថ្មីហ្នឹងអញ្ចឹងគេមើលលើបន្ទុកជីវវិទ្យាឬគីមីវិទ្យាយើងបាទថាយើងខ្សោយពេកក៏យើងដាក់អត់ជាប់ដែរអញ្ចឹងយើងរកជំនាញណាដែលត្រូវជាមួយនឹងមុខវិជ្ជាយើងបានបន្ទុកល្អបាទអញ្ចឹងឯកសារជាគោលគេត្រូវការហ្នឹងមានដូចជា CV បាទ CV គឺតាមស្តង់ដារអាល្លឺម៉ង់បាទលិខិតចំណាប់អារម្មណ៍motivational letter សញ្ញាបត្របាក់ឌុបបកប្រែនឹងមានបញ្ជាក់ត្រឹមត្រូវហើយនឹងវិញ្ញាណបនបត្រភាសាអាល្លឺម៉ង់បាទតាមជំនាញដែលយើងដាក់ទៅមានត្រឹម B1 ឬមួយ B2 បាទយើងដាក់ទៅរៀនជំនាញដែលស្មុគស្មាញកាន់តែខ្លាំងយើងត្រូវការបន្ទុកភាសាអាល្លឺម៉ង់កាន់តែខ្ពស់បាទចូលដល់ផ្នែកទី4ការរស់នៅនិងការងារនៅអាល្លឺម៉ង់បាទអញ្ចឹងសំណួរទី13តើប្រាក់ខែប្រចាំខែអំឡុងពេលសិក្សាគ្រប់គ្រាន់សម្រាប់ការរស់នៅដែរទេបាទចម្លើយគឺភាគច្រើនគឺអាចផ្គត់ផ្គង់បានយ៉ាងសមរម្យសម្រាប់ការជួលបន្ទប់ស្នាក់នៅហូបចុកនិងការធ្វើដំណើរប្រសិនបើអ្នកចេះគ្រប់គ្រងចំណាយនិងរស់នៅក្នុងទីក្រុងដែលមិនសូវមានតម្លៃទំនិញខ្ពស់ពេកបាទលេខ14តើខ្ញុំអាចធ្វើការងារបន្ថែមម៉ោងការងារក្រៅម៉ោងក្រៅពីការរៀនអស្ពីដងបានទេបាទចម្លើយគឺបានតាមច្បាប់អ្នកបេក្ខជនឬក៏សិស្សសិស្សហ្នឹងគឺសិក្ខាកាមអីហ្នឹងមានសិទ្ធិធ្វើការងារបន្ថែមរហូតដល់10ម៉ោងក្នុងមួយសប្តាហ៍ប៉ុន្តែត្រូវមានការយល់ព្រមពីនយោជកអស្ពីដងរបស់អ្នកជាមុនសិនបាទ15តើខ្ញុំនឹងត្រូវបង់ពន្ធដែរឬទេនៅពេលទទួលបានប្រាក់ខែអស្ពីដងចម្លើយគឺពិតជាត្រូវបង់បាទអ្នកត្រូវបង់ពន្ធចំណូលនិងធានារ៉ាប់រងសង្គមបាទដូចជាធានារ៉ាប់រងសុខភាពនិងប្រាក់សោធននិវត្តន៍បាទដោយពលករអាល្លឺម៉ង់ទូទៅដែរនេះជាការសន្សំបទពិសោធន៍បង់ពន្ធដ៏ល្អសម្រាប់អនាគតរបស់អ្នកបាទលេខ16តើខ្ញុំអាចនាំសមាជិកគ្រួសារប្តីឬប្រពន្ធកូនទៅជាមួយបានទេបាទក្នុងកំឡុងពេលរៀន3ឆ្នាំដំបូងការនាំគ្រួសារទៅគឺមានការលំបាកខ្លាំងបាទដោយសារប្រាក់ចំណូលរបស់អ្នកមិនទាន់គ្រប់គ្រាន់តាមច្បាប់តម្រូវការធានាគ្រួសារអាចធ្វើទៅបានយ៉ាងងាយស្រួលក្រោយពេលអ្នករៀនចប់និងទទួលបានប្រាក់ខែពេញម៉ោងបាទផ្នែកទី5អនាគតក្រោយពេលបញ្ចប់ការសិក្សាបាទ17បាទតើមានអ្វីកើតឡើងបន្ទាប់ពីបញ្ចប់ការសិក្សាអស្ពីដងបន្ទាប់ពីប្រឡងជាប់អ្នកនឹងក្លាយទៅជាពលករមានជំនាញបាទ
ពេញសិទ្ធហើយអាចបន្តធ្វើការនៅក្នុងហ៊ុនដើមឬស្វែងរកការងារថ្មីនៅទូទាំងប្រទេសអាល្លឺម៉ង់ជាមួយនឹងប្រាក់ខែពេញលេញចាប់ពី 2,500 អឺរ៉ូទៅ 3,500 អឺរ៉ូឬច្រើនជាងហ្នឹងទៅតាមការងាររបស់យើងជាក់ស្ដែងបាទ18តើខ្ញុំអាចបន្តការអាសានៅសាកលវិទ្យាល័យរដ្ឋក្រោយចប់អស្ពីដងបានទេបាទចម្លើយគឺប្រកបណាស់បាទបន្ទាប់ពីមានបទពិសោធន៍ការងារអ្នកអាចបន្តការអាសាថ្នាក់បញ្ញាបត្រលើជំនាញពាក់ព័ន្ធបានដោយមិនចាំបាច់មានសញ្ញាបត្រអាប៊ីធរបាក់ឌុបអាល្លឺម៉ង់នោះទេបាទ19តើពេលណាទើបខ្ញុំអាចសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍បានបាទ PR បាទបន្ទាប់ពីអ្នកបញ្ចប់អស្ពីដងអ្នកនឹងធ្វើការពេញម៉ោងក្នុងជំនាញនោះដោយបង់ពន្ធត្រឹមត្រូវតែរយៈពេល2ឆ្នាំអ្នកនឹងមានសិទ្ធិពេញលេញក្នុងការដាក់ពាក្យសុំកាតស្នាក់នៅអចិន្ត្រៃយ៍ PR បាទប្រសិនលេខ20ប្រសិនបើខ្ញុំប្រឡងធ្លាក់វគ្គផ្នែកប្រវត្តិតើខ្ញុំនឹងត្រូវបញ្ជូនមកកម្ពុជាវិញដែរទេចម្លើយគឺកុំបារម្ភអីប្រសិនបើអ្នកប្រឡងមិនជាប់អ្នកមានសិទ្ធិស្នើសុំពន្យាកិច្ចសន្យាអស្ពីដងរបស់អ្នកធម្មតាពន្យាបាន6ខែនឹងអាចចូលរួមការប្រឡងម្ដងទៀតរហូតបានដល់2ដងបន្ថែមទៀតបាទអញ្ចឹងយើងចប់សំណួរទាំង20ដែលគេតែងសួរញាប់អំពីអស្ពីដងហើយយើងមានជាសារលើកទឹកចិត្តបាទជាសាររំលឹកដែរគឺថាចាប់ផ្ដើមរៀបចំឯកសារនៅថ្ងៃនេះដើម្បីសម្រេចនៅក្តីសម័យធំរបស់បងប្អូនសិស្សានុសិស្សយើងបាទអញ្ចឹងយើងចប់ទាំង20សំណួរយើងមានសំណួរខ្លះយើងអាចបានបកស្រាយពេញទេអញ្ចឹងយើងទុកឲ្យបងប្អូនជាវសភៅដើម្បីអានលម្អិតបាទអញ្ចឹងត្រឡប់មកសភៅយើងវិញគឺបាទសភៅភាគ2នេះភាគ2នេះគឺប្លង់មេអស្ពីដងនៅអាល្លឺម៉ង់បាទរៀនឥតគិតថ្លៃធ្វើការបានប្រាក់ខែនិងឱកាសរស់នៅអឺរ៉ុបបាទអញ្ចឹងអានេះគឺសម្រាប់ DIY ធ្វើដោយខ្លួនឯងណាអត់ត្រូវមានការជំនួយពីភ្នាក់ងារទេបាទយើងទិញសភៅនេះមួយក្បាលតម្លៃពេញ$25 អាមេរិកហើយតម្លៃ early bird promotion តែ$19.99 អាមេរិកទេបាទសម្រាប់50អ្នកដំបូងអញ្ចឹងសភៅនេះគឺយើងអាចទិញយកទៅធ្វើខ្លួនឯងបានគឺផែនការមាសបាទរៀនឲ្យគិតថ្លៃបណ្ដាធ្វើការបានប្រាក់ខែបណ្ដានៅសហព័ន្ធអាល្លឺម៉ង់និងកសាងអនាគតនៅអឺរ៉ុបបាទនេះគឺសម្រាប់បងប្អូនសិស្សដែលអត់សូវមានធនធានឬក៏អ្នកដែលមានធនធានក៏ដោយយើងចាប់អារម្មណ៍ទៅសិក្សានៅកម្ពុជាដោយមានចំណាយច្រើនយើងអាចពិចារណាកម្មវិធី Osbidong នៅអាល្លឺម៉ង់នេះបានបាទនេះគឺអត់ត្រូវការលក្ខខណ្ឌខ្ពស់ទេអត់ត្រូវការមានអ្នកធានាពុកម្ដាយអ្នកធានាទេគឺយើងអាចខ្លួនឯងអាចទីពឹងខ្លួនបានកម្មវិធី Osbidong នេះតែវាត្រូវការពេលវេលាអញ្ចឹងចង់ដឹងបិទយើងអាចមើលសភៅនេះដើម្បីស្វែងរកបន្ថែមបានបាទយើងមានសភៅភាគទី1ភាគទី1នេះគឺត្រៀមខ្លួនបាទយុទ្ធសាស្ត្រជោគជ័យត្រៀមខ្លួនមុនទៅសិក្សានៅប្រទេសសម្រាប់សិស្សចំណាប់អារម្មណ៍ទៅសិក្សានៅក្រៅប្រទេសដល់ការបង់ថ្លៃអីឬក៏អាហារូបករណ៍ក៏ដោយគឺយើងអាចមើលដើម្បីត្រៀមខ្លួនបានបាទនេះគឺយើងត្រៀមខ្លួនមុនអញ្ចឹងយើងចង់ទៅបន្តការសិក្សានៅក្រៅប្រទេសយើងគួរតែត្រៀមខ្លួនមុនបានល្អបាទយើងចំណេញច្រើនចំណេញពេលវេលាចំណេញថវិកាហើយនេះសម្រាប់ DIY ទាំងអស់បាទ DIY គឺសម្រាប់យើងធ្វើខ្លួនឯង do it yourself បាទមួយ DIY គឺ done for you គឺយើងទៅជួលសេវាកម្មភ្នាក់ងារដើម្បីធ្វើការងារនឹងឲ្យយើងអានេះ DIY គឺធ្វើខ្លួនឯងបាទយើងអាចធ្វើខ្លួនឯងបានបាទអញ្ចឹងអាសភាគទី1នេះតម្លៃតែ$15ទេហើយយើងមាន early bird discount ដូចគ្នាដែរតែ$9.99ទេសម្រាប់មួយក្បាល50អ្នកដំបូងមកមានបងប្អូនយើងទិញបន្តឲ្យគេទិញហើយអញ្ចឹងនេះជាលក្ខណៈ e-book អញ្ចឹងបើយើងទិញ2ក្បាលនេះ2ក្បាលនេះមានន័យថាទិញទាំង2ក្បាលនេះភាគ1ភាគ2នេះគឺយើងមានតម្លៃពិសេសគ្នាយើងបូកតម្លៃ15និង25គឺ$40តែបើយើងទិញ2ក្បាលនេះតែ$29.99ទេ2ក្បាលនេះណាបាទយើងចង់ទិញអានសភៅនេះគឺតម្លៃអត់ថ្លៃទេបាទអត់ថ្លៃបើយើងប្រៀបធៀបដល់វិញយើងចំណេញមកវិញចំណេញរាប់សែនដុល្លារមកវិញបាទហើយបើប្រៀបធៀបជាមួយការចំណាយប្រចាំថ្ងៃអាហារពេលព្រឹកកាហ្វេកាទៀវអីគឺសភៅនេះអត់ថ្លៃទេបាទអញ្ចឹងកុំភ្លេចបងប្អូនចែកម្លែកទៅសិស្សសិស្សខ្មែរយើងដែលមានដែលចេះអានភាសាខ្មែរអាចទិញសភៅនេះអានបានយើងអត់កំណត់អាយុទេអត់កំណត់ថ្នាក់អាយុទេគឺចេះអានភាសាខ្មែរហើយចាប់អារម្មណ៍ពីការសិក្សានៅក្រៅប្រទេសហើយឪពុកម្ដាយបើសិនជា
ចាប់អារម្មណ៍ឲ្យកូនមានឱកាសទៅសិក្សានៅក្រៅប្រទេសអាចជាវសភៅនេះបានដូចគ្នាយើងអត់កំណត់អាយុទេឲ្យតែចេះអានភាសាខ្មែរអាចអានសភៅនេះបានអញ្ចឹងអាសភៅនេះគឺការងារគឺត្រូវធ្វើទាំងឪពុកម្ដាយទាំងសិស្សផ្ទាល់គឺទាំងពីរនាក់បាទអត់អាចតែម្នាក់ឯងបានគឺត្រូវសហការគ្នាអញ្ចឹងឪពុកម្ដាយត្រូវចេះរៀបចំគម្រោងការឲ្យកូនបាទអញ្ចឹងសភៅនេះគឺល្អមែនទែនណាបាទនៅស្រុកខ្មែរយើងអត់ទាន់មានទេណាបាទអត់ទាន់មានទេបាទហើយរឿងអស្ប៊ីដុងនេះក៏អត់ទាន់មានណាគេមកបញ្ចេញអីព័ត៌មានលម្អិតអញ្ចឹងដែរបាទអត់កម្រមានភ្នាក់ងារណាគេណែនាំពីអស្ប៊ីដុងណាហើយបើមានប្រយ័ត្នចាញ់បោកគេណាគេយក$5,000 $10,000ក្នុងការរត់ការទៅអស្ប៊ីដុងនេះកុំមកសោះបាទទិញសភៅតែ$19.99អានធ្វើខ្លួនឯងអត់ចាំបាច់មានភ្នាក់ងារទេអានេះគឺមានបញ្ហាអីព័ត៌មានអីត្រូវការបញ្ជាក់បន្ថែមអាចតាក់ទងខ្ញុំបានបាទពាក់ព័ន្ធនឹងរឿងវីសាឬការស្នើសុំវីសា National Visa D ពីស្ថានទូតអាល្លឺម៉ង់នៅស្រុកខ្មែរនេះខ្ញុំអាចជួយប្រាប់ប្រឹក្សារបស់ខ្លះបាទហ្នឹងអញ្ចឹងកុំភ្លេចបាទជាវសភៅនេះដើម្បីអានបាទអញ្ចឹងខ្ញុំអរគុណច្រើនចំពោះការទស្សនាវីដេអូទី2នេះពាក់ព័ន្ធនឹងសំណួរទាំង20សំណួរដែលគេតែងសួរញឹមអំពីអស្ប៊ីដុងហើយជូនពរអ្នកនរគ្នាសុខសប្បាយពីទីក្រុងផឺតនៅរដ្ឋ Western Australia បាទអរគុណច្រើនចំពោះការទស្សនាវីដេអូនេះបាទអូខេបាយបាយ